ស្ទេនៅទាំងអស់គ្នាខ្ញុំភីមលក្ខណៈចិត្តដល់ថ្ងៃមែនតើនៃ content និយាយហ្នឹងក៏រំភើបដែរអ្នកទាំងអស់គ្នាគឺចំណុចមួយយុគដូចជាមានតម្លៃដ៏ពិសេសបំផុតមកក្នុងថ្ងៃទី16មាន event មួយដែលបង្កើតឡើងដោយក្រុមអប្សរា25ដួងដូចជាដៃគូសហការជាច្រើនស្ថាប័នទៀតផងដែរអ្នកទាំងអស់គ្នាប្រហែលឆ្ងល់លេខថា event មួយហ្នឹងបង្ហាញពីអីគេហើយអ្នកអត្ថន័យបែបណាត្រូវអត់ជំនួស event បង្កើតឡើងដោយក្រុមអប្សរា25ដួងគឺនៅក្នុងថ្ងៃទី16ខែវិច្ឆិកានៅក្នុង Himawari Ota Academy ដែលយើងបង្កើតឡើងដើម្បីបង្ហាញក៏ដូចជាបើកសម្ពោធជំនួសនឹងស្នាដៃថ្មីរបស់ក្រុមពួកយើងជាការបង្កើតជំនួសរបាំថ្មីដែលមានឈ្មោះថារបាំអប្សរាយិសោធិរៈបរៈចក្រភពអង្គរមានការចូលរួមសម្ដែងរួមដោយគឺមានទាំងសិស្សជំនាន់ចាស់ទាំងជំនាន់ថ្មីផងដែរក៏ដូចជាបងសិល្បករសិល្បករនីជាច្រើនមកប្រាប់ដល់គ្នាពីអត្ថន័យដូចជាគោលបំណងក្នុងការបង្កើតជាមួយនឹងរបាំយសោធិរៈបរៈមួយនេះការបង្កើតជាមួយនឹងរបាំអប្សរាយិសោធិរៈបរៈចក្រភពអង្គរឡើងនេះដើម្បីអបអរសាទរជាមួយនឹងសមាជិកត្រីនៅក្នុងឆ្នាំ2026នៅមុខប្រាសាទអង្គរវត្តនៅក្នុងខេត្តសៀមរាបក៏ដូចជាបានបង្ហាញអំពីភាពអស្ចារ្យនៃរាជធានីយសោធិរៈបរៈក្រុងអង្គរក្នុងគ្រាដ៏រុងរឿងបំផុតនៃព្រះបាទជ័យវរ្ម័នទី7ដែលបានកសាងនៅប្រាសាទបាយ័ននៅចំកណ្ដាលរាជធានីដែលមានកម្ពស់ព្រំមុខ4ចំនួន54កម្ពស់ដែលបែរមុខទៅទិសទាំង4បង្ហាញអំពីព្រំវិហារថយទាំង4ផងដែរក៏ដូចជាក៏បង្ហាញនៅក្បាច់ខ្មែរបុរាណដែលមានអត្ថន័យស៊ីជម្រៅដែលមានជាង4500ក្បាច់នៅលើចម្លាក់ប្រាសាទបុរាណខ្មែរយើងជាច្រើនដូចជាប្រាសាទអង្គរវត្តប្រាសាទបាយ័នឬជាប្រាសាទជាច្រើនទៀតនៅក្នុងខេត្តសៀមរាបដើម្បីបញ្ជ្រាបនិងចូលរួមថែរក្សាជំនឿសម្បត្តិវប្បធម៌ខ្មែរពិសេសគឺវិស័យសិល្បៈបុរាណខ្មែរដូច្នេះអ្នកទាំងអស់គ្នាបានដឹងពីអត្ថន័យដូចជាគោលបំណងក្នុងការបង្កើតជំនឿរបាំអប្សរាយសោធិរៈបរៈចក្រភពអង្គរមកហើយអញ្ចឹងខ្ញុំភីមលក្ខណៈចក្រានខេត្តកំពតចំនួនទី4ក្នុងក្រុមអប្សរា25ដួងនេះគឺពិតជាអរគុណដល់អ្នកគ្រូសហការជាច្រើនស្ថាប័នខ្លះមែនទែនដែលមានដូចជា Revlon Cambodia Anusa Restaurant Starman Henry Angkor Micro Ltd ព្រមទាំងដៃគូសហការជាច្រើនស្ថាប័នទៀតផងដែរដែលបានចូលរួមគាំទ្រក៏ជាលើកស្ទួយដល់វប្បធម៌ខ្មែររបស់យើងពិសេសគឺវិស័យរបាំបុរាណខ្មែរដូច្នេះសម្រាប់នាងខ្ញុំនិងបងអប្សរា24ដួងដូចជាក្រុមការងារអ្នកអប្សរា26ទាំងអស់គឺពិតជាអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែជួយគាំទ្រតាមដានរសកម្មភាពនៃក្រុមអប្សរា25ដួងដូច្នេះពេលនេះក៏ជាឱកាសទៅដល់បងប្អូនទាំងគ្នាដែលគាត់ចង់ចូលរួមថែរក្សាចង់ចូលរួមចំណែកក្នុងការបង្កើតជាមួយនឹងស្នាដៃរបាំអប្សរាយិសោធិរៈបរៈចក្រភពអង្គរដែលយើងត្រៀមនឹងថតក្នុងពេលឆាប់ៗនឹងផងដែរបងប្អូនទាំងគ្នាអាចចូលរួមគាំទ្របានតាមរយៈការ scan QR របស់អប្សរា24នេះផងដែរបងប្អូនជាតិនិងអន្តរជាតិគឺអាចគាំទ្របានទាំងអស់គ្នាទាំងនេះខ្ញុំតែប៉ុណ្្នឹងទេកុំភ្លេចតាមដានជាមួយនឹង event នៅក្នុងថ្ងៃទី16នឹងប៉ះគុំដល់អ្នកគ្នាបាយបាយ